តាម Morse code គឺជាអ្វីហើយអ្វីបានជាគេប្រើប្រាស់ Morse code ធ្វើជាប្រព័ន្ធទំនាក់ទំនងគោលនៅក្នុងសង្គ្រាមលោកលើកទី2ត្រឡប់ទៅកាន់ឆ្នាំ2020ដោយការនោះ Game Among Us គឺមានភាពល្បីល្បាញជាខ្លាំងហើយសម្រាប់អ្នកដែលធ្លាប់លេង game ហ្នឹងគឺមានចាប់អារម្មណ៍ជាមួយនឹងសម្លេងនេះអត់សម្លេងនេះគេហៅថា Morse code Morse code វាគឺជាប្រព័ន្ធទំនាក់ទំនងមួយដែលប្រើប្រាស់នូវសម្លេងពន្លឺនិងការប៉ះក្នុងទម្រង់ជាសញ្ញា dot និង dash សញ្ញា dot ឬក៏ខ្មែរយើងហៅថាសញ្ញាចុចគឺវាមានសម្លេងខ្លីបែបនេះហើយសញ្ញា dash ឬខ្មែរយើងហៅថាសញ្ញាត្រេគឺវាមានសម្លេងវែងជាងគឺបែបនេះដូច្នេះនៅពេលដែលយើងប្រើប្រាស់សញ្ញា dot និង dash បង្គុំចូលគ្នាបែបនេះវាបង្កើតបានជាសារ message នៅក្នុងប្រព័ន្ធ Morse code មួយដែលមនុស្សយើងអាចយល់បានហើយវាមានសម្លេងពន្លឺឬការប៉ះបែបនេះដែលសារ message មួយនេះវាគឺជាពាក្យ hello ដើម្បីអាចឲ្យយើងបកប្រែ Morse code បានយើងត្រូវតែចងចាំរាល់ Morse code របស់ alphabet នៃភាសាអង់គ្លេសនិងលេខនីមួយៗសូមមើលនៅក្នុងរូបភាពនេះនៅក្នុងរូបភាពនេះវាគឺជា Morse code របស់អក្សរនិងលេខនីមួយៗដូច្នេះបើយើងចង់សរសេរពាក្យ Cambodia ជា Morse code វាគឺមានទម្រង់បែបនេះហើយសំឡេងរបស់វាគឺមើលទៅ Morse code ហាក់ដូចជាមានភាពច្បុកច្បល់និងងាយច្រឡំនៅក្នុងការប្រើប្រាស់ប៉ុន្តែហេតុអ្វីបានជាគេប្រើវាជាគោលលើប្រព័ន្ធទំនាក់ទំនងនៅក្នុងកំឡុងសង្គ្រាមលោកលើកទី2ហេតុផលទី1នៅសម័យសង្គ្រាមលោកលើកទី2ឧបករណ៍ដែលប្រើប្រាស់សម្រាប់ធ្វើការទំនាក់ទំនងគឺមានកម្រិតសម័យនោះគឺមិនទាន់មានឧបករណ៍ទំនើបដែលអាចប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតធ្វើការទំនាក់ទំនងគ្នាបានទូលំទូលាយនោះទេហេតុផលទី2ឧបករណ៍បញ្ជូនសំឡេង Morse code គឺវាសាមញ្ញជាងឧបករណ៍ដែលប្រើប្រាស់រលកសំឡេងវិទ្យុដែលវាស្រាលជាងតូចជាងហើយថែមទាំងមានថាមពលថ្មកាន់បានយូរទៀតផងហេតុផលទី3សំឡេងរបស់ Morse code វាគឺជាប្រភេទសំឡេង Digital ដែលបិទបើកនៅក្នុងទម្រង់ជា binary number ដែលទម្រង់នេះគឺវាសាមញ្ញជាងទម្រង់ analog របស់ឧបករណ៍រលកសំឡេងវិទ្យុដូច្នេះសំឡេងរបស់ Morse code អាចឲ្យទាហានធ្វើការទំនាក់ទំនងគ្នាបានរយៈចម្ងាយឆ្ងាយជាងនិងរក្សាគុណភាពសំឡេងនៅតែល្អទោះបីជាមានការរំខានពីអាកាសធាតុឬក៏សំឡេងបន្ទុកគ្រាប់បែកជាដើមនៅក្នុងសម័យសង្គ្រាមលោកលើកទី2ក្រុមទាហានដែលគ្រប់គ្រងទៅលើប្រព័ន្ធទំនាក់ទំនង Morse code នេះគឺត្រូវបានវឹកហាត់យ៉ាងស្ទាត់ជំនាញសម័យនោះគឺមិនទាន់មានឧបករណ៍ឬក៏កម្មវិធី AI ណាដែលអាចបកប្រែភាសាមនុស្សទៅជា Morse code បានទេដូច្នេះគ្រប់យ៉ាងគឺត្រូវធ្វើចេញពីភាពស្ទាត់ជំនាញផ្ទាល់របស់កងទ័ពដើម្បីអាចបកប្រែ Morse code ក្នុងការទំនាក់ទំនងគ្នាបាននៅក្នុងសមរភូមិអរគុណដែលបានទស្សនាវីដេអូមួយនេះអ្នកទាំងអស់គ្នាអាចចុច Subscribe YouTube Channel របស់ខ្ញុំដើម្បីទទួលបានវីដេអូអំពីចំណេះដឹងផ្នែកព័ត៌មានវិទ្យានិងមូលដ្ឋានគ្រឹះវិទ្យាសាស្ត្របន្ថែមទៀតសូមអរគុណ